យើងត្រូវទទួលស្គាល់ការពិតថាសង្គ្រាមយើងធ្វើមិនឈ្នះថៃទេយើងមានតែបេះដូងទេហើយបងប្អូនមួយចំនួនមករិះគន់ខ្ញុំថានិយាយអីនិយាយទៅកុំនិយាយពីរឿងកងទ័ពរបស់យើងខ្សោយកងទ័ពរបស់យើងខ្លាំងណាស់យើងនិយាយអីនិយាយទៅកុំនិយាយថាកងទ័ពរបស់យើងខ្វះខាតកងទ័ពយើងមិនខ្វះខាតទេនិយាយអីនិយាយទៅកុំថាយើងខ្វះគ្រឿងសពាវុធគ្រឿងយោធាគ្រឿងអីយើងមិនខ្វះទេនិយាយអីនិយាយផ្សេងទៀតទៅកុំឲ្យថៃបានចិត្តបងប្អូនរឿងនិយាយអីមិនមែនមុងណារ៉េតបង្អែមលៀងមាត់មួយចានឬក៏មួយខ្ទះថ្នោតហ្នឹងទៅលៀបលុបអតិពលឬក៏ការពិតជាក់ស្ដែងនៅក្នុងមហាសាគរដ៏ធំធេងនឹងបានទេការពិតគឺយើងប្រកាសជាអល់រឹកអីតាមានការអីឲ្យតែមានផ្ទុះគ្រឿងព្រំដែនក្តាំងរៃអង្គុយរៃលុយគ្នាពីប្រជាពលរដ្ឋយកទៅជួយតបប្រធានព្រឹទ្ធសភាក៏ធ្វើអញ្ចឹងហើយឥឡូវក្រសួងមហាផ្ទៃទៅចេញសេចក្តីថ្លែងការណ៍រៃលុយគ្នាទៀតហើយតបយើងមានលុយមកពីណាបើនៅតែពេលឆ្លោះគ្នារឿងបញ្ហាព្រំដែនយើងរៃលុយគ្នាហ្នឹងប្រជាពលរដ្ឋជួយគ្នាវាជាសមានចិត្តល្អហើយអាហ្នឹងឲ្យខ្ញុំទៅនិយាយមិនខ្ញុំវាគ្មានអតិពលអីដើម្បីផ្គប់ចិត្តបងប្អូនដើម្បីខ្ញុំមិនដែលទៅមើងងាយតបខ្មែរឯណាទេយើងជាឈាមខ្មែរបងប្អូនមើល show ខ្ញុំឲ្យបានច្រើនខ្ញុំមិនដែលប្រដាក់មាត់នឹងផ្ដន់ទាទោសថៃពីការឈ្លានពានយើងទេប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតថាថៃគេមានគ្រឿងសព្វាវុធទំនើបច្រើនជាងយើងសេដ្ឋកិច្ចគេកើនលើសយើងGDP គេលើសយើងជីវភាពរស់នៅរបស់គេនឹងគឺវាប្រសើរជាងយើងកងទ័ពគេនឹងមានរបបហូបចុកការយកចិត្តទុកដាក់វាច្រើនជាងយើងនិយាយទៅគឺគេច្រើនជាងយើងគ្រប់ប្រការដែរអានឹងជាការពិតតាបងប្អូនមានតែបាក់ទឹកចិត្តអីតបរបស់ខ្មែរខ្ញុំនិយាយម្ដងទៀតរហូតតមានគេរិះគន់ថាខ្ញុំមិនដែលចូលសង្គ្រាមមិនដែលអីមកនិយាយទៅសើតបខ្មែរមិនស្គាល់សមរភូមិខ្ញុំថាតបកម្ពុជាយើងណាបើឲ្យវាយថ្មើរជើងជាមួយតបថៃនៅទល់ដែនហ្នឹងណាវាយថ្មើរជើងកុំប្រើអា drone កុំប្រើយន្តហោះ F16 ឬក៏ផ្សែងពុលឬក៏ស្អីហ្នឹងណាវាយមួយទល់មួយជាមួយទាហានខ្មែរខ្ញុំធានាថាដីកន្លែងព្រំដែននឹងคล้ายជាកន្លែងកប់សពរបស់ទាហានថៃហើយខ្ញុំជឿជាក់ទៅលើពួកគាត់ដោយសាររឿងអីទាហានខ្មែរទី1ស្គាល់ភូមិសាស្ត្រនៅក្នុងតំបន់ព្រៃភ្នំហ្នឹងគាត់ស្គាល់អស់ហើយថៃអត់ដែលធ្វើសង្គ្រាមទេខ្មែរធ្វើសង្គ្រាមហើយបងប្អូនថាឥឡូវធ្វើសង្គ្រាមស្អីឥឡូវគេយកក្មេងៗទៅអស់ហើយចាស់អីគេសម្រាកអស់ហើយរត្រែតអស់ហើយអ្នកដែលជំនាន់ខ្មែរក្រហមអីណានោះស្លាប់អស់ហើយបើនៅក៏ចាស់ជរារត្រែតអស់ហើយឥឡូវក្មេងៗមិនសូវស្គាល់សឹកសង្គ្រាមអីទេបងប្អូននៅក្នុងអាសង្គ្រាមភូមិសាស្ត្រនៅតំបន់នេះដែលមានព្រៃស្រោងដែលមានអីនេះនឹងសុបទ្រុបហើយមានចកាមានអីផងថៃមិនអាចនឹងចូលមករបៀបថ្មើរជើងបានទេបើគុំតែមានអាវុធគ្រប់ត្រគុំតែមាន drone គុំតែមាន F16 គុំតែមានស្អីហ្នឹងគឺវាយមិនឈ្នះទាហានខ្មែរខ្ញុំនិយាយថាយើងវាមានតែស្បែកជើងផ្ទាត់នឹងអាការអញ្ចឹងមែនហើយក៏ប៉ុន្តែខ្ញុំចង់និយាយថាភូមិសាស្ត្រហើយនឹងបទពិសោធន៍នេះថៃវាយមិនឈ្នះទេក៏ប៉ុន្តែដល់ពេលការពិតគឺថៃគេឲ្យយើងរត់ខ្ចាយចោលកន្លែងមកកណោហ្នឹងដោយសារអីដោយសារគេប្រើអាវុធយុទ្ធភ័ណ្ឌទំនើបរបស់គេដែលយើងមិនមានយើងមានយន្តហោះបដិញមកពីណាយន្តហោះ F16 គេហោះពេញមេឃរហូតដល់យន្តហោះបដិញទិញមកពីស៊ុយអែត Gripen Fighter Jet អីគេ cluster bomb អាក្របបែកចង្កោមគេអា drone របស់គេមកទម្លាក់ស្លាប់ទាហានខ្មែររាយពេញព្រៃហ្នឹងគឺដោយសារតែអាបច្ចេកវិទ្យាទំនើបរបស់គេហើយសម័យនេះបើយើងទៅធ្វើសង្គ្រាមជាមួយ drone ទៅមើលអីស្ដាយជីវិតទាហានយើងណាស់បងប្អូនអើយខ្ញុំអាសូរអត់យុត្តិធម៌ទេសង្គ្រាមបែបហ្នឹងគឺយើងធ្វើទៅចាញ់ហើយស្លាប់មនុស្សអត់ប្រយោជន៍ទៀតដោយសារអីយើងទៅបាញ់ប្រយុទ្ធជាមួយគ្រឿងយន្តណាតាហ៊ានគេនៅអង្គុយនៅម៉ាស៊ីនត្រជាក់នៅប្រទាយគេនោះហើយបញ្ជា drone មកទម្លាក់គ្រាប់លើតាហ៊ានយើងហើយយើងមកសរសើរថាយើងអង្អាចក្លាហានអីបានហើយបងប្អូនកុំឲ្យបងប្អូនស្លាប់ដោយអត់ដោយភាពអយុត្តិធម៌បែបនេះហើយអញ្ចឹងបានថាយើងមិនអាចទៅជ្រើសរើសធ្វើសង្គ្រាមជាមួយថៃកើតទៀតទេអញ្ចឹងហើយបានជាកម្ពុជាជ្រើសរើសភាពអត់ធ្មត់ហ្នឹងក៏ខ្ញុំយល់ស្របតាមរដ្ឋាភិបាលដែរនេះគឺជាការទទួលស្គាល់ការពិតថាយើងមិនឈ្នះគេទេបើទៅប្រយុទ្ធជាមួយគេខ្ញុំអត់អីទេខ្ញុំអត់មានទៅជំទាស់រដ្ឋាភិបាលអត់ធ្មត់មិនឈ្នះគេហ្នឹងត្រូវហើយទទួលស្គាល់ការពិតទៅមិនអីទេប៉ុន្តែបេះដូងយើងនៅតែមានធំប៉ុន្តែដងដាវរបស់កម្ពុជាមិនមែននៅលើសពាវុធទេ
ដងដាវរបស់កម្ពុជាដែលកម្ពុជាខ្ញុំនិយាយថាធ្វើបាន98ហើយនៅសល់2ហ្នឹងគឺអីគឺរឿងយើងមិនព្រមហ៊ានទៅដកបលាលួសចេញពីថៃមកវិញណាតែហ៊ានណាមិនចាំបាច់កាន់អាវុធទេទៅដកអាបលាលួសនឹងចេញវិញទៅកន្លែងណាក៏ដោយកន្លែងដើម្បីកុំឲ្យប្រឈមមុខគ្នាមិនអញ្ចឹងហ៎បើគេមកអត់មានអាវុធយើងអត់មានអាវុធប៉ុន្តែកន្លែងហ្នឹងអត់ត្រូវដាក់ទេព្រោះអីវាអត់មាននៅក្នុងកិច្ចព្រមព្រៀងទេថៃបំពេញតាហើយយើងខ្លាចអីនៅក្នុងការដករបស់ដែលគេបំពេញហ្នឹងថៃអះអាងស្អីអះអាងទៅតំបន់ខ្មែររស់នៅ30-40ឆ្នាំហើយហេតុអីបានជាយើងឲ្យថៃធ្វើអីបានតាមអំពើចិត្តអាហ្នឹងយើងដកវិញបានតារឿងហ្នឹងមួយដែលខ្មែរអត់បានធ្វើមានដែរប្រជាពលរដ្ឋទៅដកប៉ុន្តែកម្រិតយោធាយើងអាចធ្វើទេកិច្ចការការពារជាតិខ្ញុំសរសើរបងប្អូនដែលនៅការពារជាតិយប់ជ្រៅអត់ព្រមសម្រានដើម្បីទៅឲ្យបងប្អូនបានសម្រាប់បុណ្យប្រជុំខ្ញុំនៅតែអរគុណដឹងគុណគណូបការៈពលីកម្មរបស់បងប្អូនដើម្បីការពារជាតិក៏ប៉ុន្តែចំណុចមួយដែលធ្វើមិនបានហ្នឹងគឺអត់អាចទៅរើអាកង់ឡានដែលគេដាក់នៅហ្នឹងហើយចឹងថៃបានចិត្តចំពោះខ្ញុំមកបើរើកង់ឡានណាខ្ញុំជឿថាថៃក៏មិនហ៊ានមកបាញ់តាហ៊ានយើងដែរព្រោះអីកន្លែងតំបន់ហ្នឹងគឺតំបន់អត់ត្រូវការប្រើកាភ្លើងឃើញថៃមានកាភ្លើងណាប៉ុន្តែថៃយកមកដាក់ដោយខុសច្បាប់ហ្នឹងហេតុអីបានជាយើងរើអារបស់ដែលគេខុសច្បាប់រើអត់បានខ្ញុំពងតែឆ្ងល់ឥឡូវថាអូខេទទួលស្គាល់ថាអូកុំឲ្យមានការបាញ់បោះតែទៅហ៊ានតែរើកង់ឡានថៃបាញ់មកផ្ទុះសង្គ្រាមក្ដួងតែមានគ្រាប់បែកគ្រាប់ផ្លោងអីបាញ់ដាក់គ្នាយើងអត់អាចឈប់សង្គ្រាមនឹងបានអញ្ចឹងកម្ពុជាធ្វើត្រូវហើយអត់ធ្មត់ចរចាអត់ធ្មត់ចរចាថ្កោលទោសជូនដំណឹងនឹងតវ៉ាអីអញ្ចឹងទៅរឿងមួយដែលអត់ព្រមធ្វើឲ្យជារឿងចុងក្រោយធំបំផុតហ្នឹងអា98រឿងដែលអត់ធ្វើអត់ដែលបានធ្វើខ្ញុំជឿថាមិនបានប្រយោជន៍ទេរឿងដែលត្រូវធ្វើឲ្យសំខាន់បំផុតដែលកម្ពុជាអត់ធ្វើគឺរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅតុលាការព្រំដែនអន្តរជាតិ ICC អត់រឿងដែលត្រូវធ្វើអត់ធ្វើរឿងដែលអត់ត្រូវធ្វើអស់ហើយ